យើងដាក់ឈុំយៈគឺថាមានតែគេក្នុងសាលាហ្នឹងតែទៅពេលនោះពួកអញ្ចឹងកាំងនៅក្នុងសាលាហ្នឹងក៏បានរត់មកប្រហែលជាជាង10នាក់តែម្ដងធ្វើឲ្យតួឯប្រុសរបស់យើងហ្នឹងភ័យយ៉ាងខ្លាំងរត់ទៅក្រោយខ្នងអាហ្វូប៉ុន្តែពួកវាមកដងហ្នឹងមកសុំតួឯប្រុសរបស់យើងជាមួយនឹងអាហ្វូហ្នឹងធ្វើជាកូនចៅតួឯប្រុសរបស់យើងបានលឺចឹងបានដើរចេញមកធ្វើអែមចំយៈហើយទៅមកគេនិយាយថាអត់អីទេពួកបងប្អូនបើឯងដើរតាមបងដឹងតែមានអនាគតតែម្ដងប៉ុន្តែកុំដើរតាមអាហ្វូអីប្រយ័ត្នសក់វាចាក់ភ្នែកនៅពេលដែលដល់ម៉ោងចេញទៅផ្ទះហ្នឹងក៏មានអ្នកមករកតួឯប្រុសរបស់យើងជាមួយនឹងអាហ្វូហើយបន្តមកតួឯប្រុសរបស់យើងក៏បានឲ្យអាហ្វូហ្នឹងទៅជួបគេអញ្ចឹងណាពេលនោះអាហ្វូក៏បានដើរទៅហើយជួបជាមួយនឹងម្នាក់ស្រីហ្នឹងក៏បាននិយាយថាចង់ឲ្យអាហ្វូជាមួយនឹងតួឯប្រុសរបស់យើងហ្នឹងទៅចាត់ការជាមួយនឹងកូនចៅយ៉ាគូសាអញ្ចឹងណាព្រោះថាកូនចៅរបស់យ៉ាគូសាហ្នឹងមករករឿងពួកគេរហូតប៉ុន្តែអាហ្វូក៏បានបដិសេធថាទេអត់ទេខ្ញុំអត់ចង់ទៅប៉ះពាល់ជាមួយនឹងក្រុមយ៉ាគូសាទេតែពេលនោះអូនស្រីស្អាតហ្នឹងក៏បានចេញមកហើយបាននិយាយថាបងហ្វូបងអាចទៅជួយពួកខ្ញុំតិចបានអត់រងថ្ងៃគេធ្វើបាបខ្ញុំខ្លាំងណាគ្មានទេពេលឃើញស្រីស្អាតអារម្មណ៍ដូចជា get high តែម្ដងតែទៅពេលនោះ super hero អាចលើរបស់យើងបានចេញមកគេបាននិយាយថាអូខេអូនសម្លាញ់ហើយបន្តមកពួកគេទាំង4នាក់ហ្នឹងក៏បានទៅអង្គុយនិយាយគ្នានៅហាងមួយទាំងពីរអ្នកស្រីហ្នឹងបាននិយាយប្រាប់ថារងថ្ងៃគេធ្វើបាបធ្វើអីចឹងណាអត់បានរៀនសូត្រទេហើយរៀនសូត្រហ្នឹងទាំងការភ័យខ្លាចថែមទៀតតួឯប្រុសយើងបាននិយាយថាអូខេអត់បញ្ហាទេអូនស្រីឲ្យតែឯងស្នើគឺបងជួយឯងបានគ្រប់ពេលតែម្ដងប៉ុន្តែបងមានលក្ខខណ្ឌមួយលក្ខខណ្ឌរបស់បងនៅពេលដែលបងជួយឯងហើយបងសុំចាប់អីបន្តិចបានអត់ខូចឆុយម៉ែហើយបន្តមកទាំងពីរនាក់ក៏បាននិយាយថាអូខេបងហើយបន្តមកតួឯប្រុសយើងជាមួយនឹងអាហ្វូហ្នឹងក៏បានរៀបចំផែនការហ្នឹងជួយស្រីស្អាតទាំងពីរនាក់ហ្នឹងគេបាននាំគ្នាតែងខ្លួនធ្វើជាមនុស្សស្រីហើយមើលទៅឡើង cute មែនតើដល់ថ្នាក់ចង់ញ៉ែគ្នាឯងទៀតពេលហ្នឹងពេលនោះអូនស្រីស្អាតហ្នឹងក៏បាននាំមកតួឯប្រុសយើងជាមួយអាហ្វូហ្នឹងមករមើលពួកអាកូនចៅយ៉ាគូសាហ្នឹងដល់ពេលហើយក៏បានឃើញនៅពេលនោះតួឯប្រុសយើងជាមួយអាហ្វូក៏បានដើរចេញមកហើយនិយាយថាបងប្រុសស្អាតបងដើរទៅណាដែរតែទៅពេលនោះពួកហ្នឹងបាននិយាយថាអូបងពីអ្នកនេះលុយហ៎បងមើលទៅឡើង cute តែម្ដងហេស្រីស្អាតទាំងពីរនាក់តនេអត់បើតនេទៅវាយទាំងលេងនៅបន្ទប់បងលេងហីតួឯប្រុសយើងបានរត់ចូលមកហើយនិយាយថាអូខេបងចាំអូនទៅគ្មានទេទាំងពីរនាក់ហ្នឹងបានប្រើអាល្បិចថោកទាបហ៎យកជង្គង់អុកពងពួកហ្នឹងឡើងហួលពេញហ្នឹងតែម្ដងគ្មានទេម្នាក់ឡើងចង់ប្រកាច់ប្រកាន់អស់ហើយពេលនោះខាងធីមស្រីស្អាតហ្នឹងក៏បានមកអរគុណអាហ្វូជាមួយនឹងតួឯប្រុសយើងធ្វើឲ្យទាំងពីរនាក់ហ្នឹងមានអារម្មណ៍ថា feel in love តែម្ដងព្រោះថាឃើញគេស្អាតហ៎នៅពេលដែលត្រឡប់មកផ្ទះវិញអាហ្វូក៏បានសួរទៅកាន់តួឯប្រុសយើងថាហេតុអីបានចូលចិត្តលេងអាក្បាច់ថោកទាបអញ្ចឹងណាហេតុអីបន្តស៊ូជាមួយគេលក្ខណៈជាកូនប្រុសទៅបន្តមកទាំងពីរនាក់ហ្នឹងក៏បានតោះពាក្យសម្ដីគ្នាព្រោះថាអាហ្វូហ្នឹងចូលចិត្តលក្ខណៈជាកូនប្រុសអញ្ចឹងហើយអត់ចូលចិត្តតួឯប្រុសរបស់យើងលេងអាលក្ខណៈថោកទាបទេបន្តមកពីរនាក់ហ្នឹងក៏បានអន់ចិត្តជាមួយនឹងគ្នាហើយក៏បានអន់និយាយជាមួយគ្នាទេ